អូខេសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះគឺខ្ញុំចង់និយាយអំពី Fast API តើយើងរៀន Fast API ដើម្បីអីគេអញ្ចឹងបើយើងនិយាយរួមទៅគឺយើងរៀន Fast API ហ្នឹងដើម្បីធ្វើជាមួយនឹង API ដើម្បីយកវាទៅ connect ជាមួយនឹង React ឬក៏កម្មវិធីទូរស័ព្ទដែរដូចជា Flutter React Native អីចឹងទៅអាហ្នឹងគឺបែបហ្នឹងហើយ Fast API ហ្នឹងគឺវាកើតចេញពី Python ទេវាជា framework ប៉ុន្តែខ្ញុំឲ្យអ្នកគ្នារៀនជាមួយនឹង Fast API ដោយសារតែ Fast API គឺវាមានល្បឿនលឿនក្នុងការធ្វើជាមួយនឹង API អញ្ចឹងយើងយកពពួក performance លឿនដើម្បីធ្វើជាមួយនឹង API មួយហ្នឹងហើយក្នុងថ្នាក់នេះគឺអ្នកគ្នារៀនបានលុះត្រាតែគ្នាយើងមានជាមួយនឹងមូលដ្ឋានគ្រឹះជាមួយនឹងភាសា Python សិនបានយើងងាយស្រួលក្នុងការរៀនណាប៉ុន្តែបើសិនគ្នាយើងអត់ទាន់មានទេជាមួយនឹងមូលដ្ឋានគ្រឹះរបស់ Python ទេក៏វាមិនជាបញ្ហាដែរវាអត់អីទេឲ្យតែគ្នាយើងព្យាយាមមើលវីដេអូរបស់ខ្ញុំទៅគឺអូខេហើយអញ្ចឹងមុននឹងគ្នាយើងចាប់ផ្ដើមទៅរៀនជាមួយនឹង Fast API ហ្នឹងខ្ញុំសូមនិយាយពីដំណើរការនៃ API សិនតើដំណើរការរបស់វាគឺវាបែបម៉េចវិញអញ្ចឹងឯងគ្នាយើងអូខេអញ្ចឹងមុននឹងគ្នាយើងចាប់ផ្ដើមរៀនជាមួយនឹង Fast API គឺខ្ញុំតម្រូវគ្នាយើងស្គាល់ជាមួយនឹង Front End ហើយនិង Back End សិនដោយសារតែថ្នាក់យើងរៀនជាមួយនឹង Fast API ហ្នឹងគឺយើងរៀនជាមួយនឹង Back End ហើយនេះគឺជា front end ដែលយើង build ជាមួយនឹងភាសាដូចជា HTML CSS JavaScript ឬក៏អីផ្សេងទៀតអីចឹងទៅអាហ្នឹងណាហើយសម្រាប់ back end របស់យើងគឺយើងប្រើប្រាស់ជាមួយនឹងភាសារបស់ Python ប៉ុន្តែយើងប្រើជាមួយនឹង framework របស់វាគឺយើងប្រើប្រាស់ជាមួយនឹង Fast API ដើម្បីធ្វើ API មួយនេះហើយមុននឹងយើងអាចរៀនវាបានលុះត្រាតែគ្នាយើងរៀនជាមួយនឹង database ដែរដើម្បីយកវាទៅ store ទុកជាមួយនឹង data អូខេហើយមុនយើងរៀនគឺយើងត្រូវការ server ដើម្បី run ពពួក back end របស់យើងបានដើម្បីឲ្យ API របស់យើងនឹងវាដំណើរការអូខេអញ្ចឹងវាមានតែប៉ុណ្្នឹងទេសម្រាប់ឲ្យគ្នាយើងមើលអញ្ចឹងការបន្តភ្ជាប់គ្នាគឺបន្តភ្ជាប់គ្នាដោយសារតែ API ហ្នឹងហើយឥឡូវគ្នាយើងក៏មិនទាន់យល់កន្លែងហ្នឹងដែរក៏ខ្ញុំនឹងឧទាហរណ៍អំពីYouTube ដែលដំណើរការរបស់វាយើងប្រើប្រាស់ជាមួយនឹង API បែបម៉េចអញ្ចឹងណាអូខេអញ្ចឹងឥឡូវនេះគឺខ្ញុំមកចូលនៅក្នុង Microsoft Word ប៉ុន្តែខ្ញុំសូមធ្វើការបើកជាមួយនឹងអានេះខ្ញុំទៅ download ជាមួយរូបមួយដែលឲ្យអ្នកនរគ្នាមើលសិនអញ្ចឹងរូបនៅក្នុងហ្នឹងគឺខ្ញុំនឹង download ជាមួយនឹង YouTube ខ្ញុំថា YouTube Web អូខេខ្ញុំមានជាមួយនឹង YouTube Web អញ្ចឹងខ្ញុំធ្វើការរកជាមួយនឹងកន្លែងណាដែលមើលទៅវាអូខេចាឥឡូវខ្ញុំរកវាបានហើយខ្ញុំធ្វើការចុចជាមួយនឹង Control V ដើម្បីប្រកាសថានេះគឺជា YouTube Web របស់ខ្ញុំយ៉ា YouTube Web អញ្ចឹងខ្ញុំសូមធ្វើការដាក់អានេះទៅអញ្ចឹងឥឡូវខ្ញុំមានជាមួយនឹងអានេះមួយគឺ YouTube Web ខ្ញុំវាយពាក្យថា YouTube Website អាហ្នឹងណាអូខេឥឡូវគឺខ្ញុំមានមួយហើយអានេះគឺសម្រាប់ YouTube Website នៅកន្លែងហ្នឹងឥឡូវមួយទៀតគឺខ្ញុំត្រូវការជាមួយនឹង YouTube សម្រាប់ទូរស័ព្ទដៃអញ្ចឹងមកដល់កន្លែងនេះគឺខ្ញុំវាយពាក្យថា YouTube Phone យ៉ាអញ្ចឹងឥឡូវខ្ញុំមានជាមួយនឹងទូរស័ព្ទដៃហើយខ្ញុំមានជាមួយនឹងកម្មវិធី YouTube មួយហ្នឹងឧទាហរណ៍ខ្ញុំរកមួយនេះចុះគ្នាយើងខ្ញុំអត់ទាន់យកអាហ្នឹងទេឥឡូវខ្ញុំយកអានេះចុះអូខេខ្ញុំយករូបនេះចុចមកស្ដាំលើវាខ្ញុំយកពាក្យថា copy image ហើយខ្ញុំយកវាផាសចូលនៅកន្លែងនេះមួយពងអូខេអញ្ចឹងវាមកតែវាធំអញ្ចឹងយើងបរិចវាទូចវិញមកនេះចូលកន្លែងនេះមកយើងដាក់ addition មកអូខេអញ្ចឹងយើង zoom វាទូចមកគឺបានហើយ zoom វាទូចមកអូខេអញ្ចឹងខ្ញុំមានមួយទៀតគឺ phone កន្លែងនេះអូខេអានេះ YouTube សម្រាប់ទូរស័ព្ទដៃគេថា YouTube phone អញ្ចឹងទៅចាឥឡូវគឺខ្ញុំមាន2ហើយខ្ញុំមានYouTube សម្រាប់ website មួយហើយ YouTube ទូរស័ព្ទដៃមួយទៀតគឺខ្ញុំត្រូវការជាមួយនឹងdashboard YouTube dashboard dashboard admin ហ្នឹងគឺយើង dashboard admin អញ្ចឹងទៅ dashboard ខ្ញុំសេខុសទៀតឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំមាន YouTube ជាមួយនឹង dashboard មួយឧទាហរណ៍ថានេះចុះចង់ឧទាហរណ៍ថានេះជាdashboard ដែលយើងអាច control ទៅលើ web របស់យើងបានទាំងអស់អញ្ចឹងខ្ញុំយកវាមកដាក់នៅកន្លែងនេះមួយមក control V ហើយយើងធ្វើការចុចអានេះហើយចុចអានេះមកតង់ទៀតយកឲ្យវាទួចអញ្ចឹងខ្ញុំធ្វើការ zoom វាឲ្យទួចទៅអូខេអញ្ចឹងអានេះគឺខ្ញុំហៅវាថា admin dashboard សម្រាប់របស់ YouTube YouTube admin អាហ្នឹងថាអញ្ចឹងហ្មងទៅគ្នាយើងអូខេខ្ញុំថា YouTube admin ពងអញ្ចឹងខ្ញុំមានប៉ុណ្នេះហើយខ្ញុំមានចំនួន3អញ្ចឹងមកយើងសរុបមកគឺយើងមានជាមួយនឹង YouTube Web YouTube Phone ហើយនិង YouTube Admin admin ហ្នឹងគឺជាកន្លែងមួយដែលក្រុមហ៊ុន YouTube គាត់អាច control ទៅលើអ្នកនរគ្នាបានអាចលុបវីដេអូអ្នកនរគ្នាបានអាចអីបានអញ្ចឹងអាច control ទៅលើនឹងបានទាំងអស់អាហ្នឹងនិយាយឲ្យរួមខ្លីអញ្ចឹងទៅអូខេហើយអ្នកនរគ្នាមានឆ្ងល់អត់ថានៅពេលដែលគ្នាយើងផុសអីនៅលើ YouTube ហើយគ្នាយើងធ្វើការ upload វីដេអូនៅក្នុងទូរស័ព្ទដៃទេប៉ុន្តែនៅពេលដែលគ្នាយើងបើកចូលទៅក្នុង web នេះ
YouTube web នេះហេតុអីបានជាវាចេញវីដេអូដែលអ្នកគ្នាផុសនៅលើទូរស័ព្ទដៃនឹងអ្នកគ្នាមានឆ្ងល់អត់ខ្ញុំដឹងថាអ្នកគ្នាប្រកាសជាឆ្ងល់ហើយមូលហេតុអីបានវាចេញដូចគ្នាចឹងអាពីរនេះមិនក៏តន័យវាដូចគ្នាម៉េះហើយចឹងតន័យវាដូចគ្នាដោយសារតែយើងប្រើប្រាស់ជាមួយនឹង API ចឹងមុននឹងមាន API គឺយើងត្រូវជ្រើសរើសភាសាសិនតើគ្នាយើងចង់បៀជាមួយនឹងភាសាអីគេនៅកន្លែងហ្នឹងចឹងឥឡូវនេះខ្ញុំមានជាមួយនឹង API មួយដែលខ្ញុំនឹងធ្វើបង្កើតវាកន្លែងនេះមួយទៅអូខេអញ្ចឹងខ្ញុំនឹងដាក់កន្លែងណាវាស្រួលឲ្យគ្នាយើងដឹងថាដំណើរការ API អញ្ចឹងឥឡូវខ្ញុំសុំដាក់អានេះចុះឥឡូវខ្ញុំឧទាហរណ៍អានេះចុះគ្នាយើងអញ្ចឹងអានេះវាជា API របស់ខ្ញុំទៅឥឡូវឧទាហរណ៍ចុះគ្នាយើងណាអូខេអញ្ចឹងខ្ញុំឧទាហរណ៍ថានេះជា API ចុះតែន័យមាន server មានអីនៅក្នុងហ្នឹងមាន API អស់ហើយនិយាយទៅបើមិនជាយើងនិយាយ back end មកគឺវាមានទាំង server មានជាមួយនឹង API មានជាមួយនឹង database ហើយឥឡូវខ្ញុំនិយាយបែបហ្នឹងចុះហើយអូខេអញ្ចឹងឥឡូវខ្ញុំសុំលុបវិញខ្ញុំដាក់ចេះវិញទៅឲ្យគ្នាយើងស្រួលមើលបន្តិចខ្ញុំដាក់ចឹងតិចគ្នាយើងអត់យល់អូខេខ្ញុំដាក់ជ្រុងមកទៅចឹងនេះមាន server យើងត្រូវការឆ្លងកាត់ server មាន API មាន database ចឹងទៅឥឡូវមកតង់ទៀតដែលខ្ញុំមានហ្នឹងគឺកន្លែងហ្នឹងគឺខ្ញុំមានកន្លែង database សម្រាប់ store ទុកទិន្នន័យមួយហ្នឹងអូខេខ្ញុំមានជាមួយនឹង database design ចឹងខ្ញុំមកមើលកន្លែងនេះមកនេះធុងសម្រាប់ database របស់ខ្ញុំអានេះ DB យើងនិយាយទៅគឺ DB ហើយអានេះគឺ server ហើយឆ្លងកាត់ភាសារបស់យើងទៀតតើភាសាយើងដែលប្រើនេះយើងប្រើភាសាអីគេអញ្ចឹងទៅឥឡូវខ្ញុំដាក់នេះមកតង់ទៀតមកហើយនេះគឺខ្ញុំប្រើប្រាស់ជាមួយនឹងភាសារបស់ Python ដែលយើងរៀនមិញយើងដឹងហើយត្រូវអត់បាទខ្ញុំដាក់ថា Python មកប៉ុន្តែយើងប្រើជាមួយនឹង Fast ឥឡូវខ្ញុំដាក់ថា Fast API ហ្មងទៅដោយសារតែគ្នាយើងរៀនជាមួយនឹង Fast អីចឹងណាខ្ញុំដាក់ថា Fast API ហ្មងទៅអញ្ចឹងនៅកន្លែងហ្នឹងគ្នាយើងអាចដាក់វាចូលនៅកន្លែងនេះមកហើយដាក់វាទួចមកនៅកន្លែងនេះឥឡូវវាដល់ណាវាដល់លើហើយតោះយើងទាញវាមកក្រោមមកអូខេទាញវាទួចមកប៉ុណ្នេះអញ្ចឹងអានេះគឺយើងប្រើប្រាស់ភាសានេះដើម្បីទៅធ្វើជាមួយនឹង API អានេះអញ្ចឹងនៅពេលដែលវា run បានប៉ុណ្្នឹងហើយវាធ្វើការ respond ទៅវិញទៅមកគ្នាយើងអាហ្នឹងណានេះអា database ហ្នឹងវាធ្វើការ respond ទៅវិញទៅមកអញ្ចឹងខ្ញុំដាក់ថានេះទៅហើយខ្ញុំដាក់វាអូសមកក្រោមមួយមកទាញអានោះមកក្រោមមួយអានេះទាញឡើងលើវិញឥឡូវវាប្រច្រាស់គ្នាយើងវាធ្វើការទៅវិញទៅមករហូតដល់ពីហ្នឹងវាធ្វើការហើយវាធ្វើការ respond ទៅវិញហើយអញ្ចឹងគឺយើងអាចយកទិន្នន័យក្នុង API របស់យើងដែលយើងធ្វើអំពី Fast API ហ្នឹងនេះនៅក្នុងហ្នឹងនេះគឺ server របស់យើងហើយយើងប្រើប្រាស់ភាសា Fast API ហើយក៏ជាមួយនឹង DB របស់យើងគឺ database របស់យើងអញ្ចឹងគ្នាយើងអាចធ្វើការដាក់វាចូលទៅក្នុង web របស់គ្នាយើងបាននៅកន្លែងនេះចុះឧទាហរណ៍ថាខ្ញុំត្រូវការយកជាមួយទិន្នន័យហ្នឹងដាក់ចូលអានេះ web នេះមួយនេះ web នេះគឺវាប្រើប្រាស់ជាមួយនឹងគេ API របស់យើងមួយប៉ុន្តែវាធ្វើការ respond ទៅវិញទៅមកឥឡូវខ្ញុំសូមធ្វើការដាក់នេះមកទៅរូបមួយនេះមកទៅវាមាន2មួយនេះអញ្ចឹងវាធ្វើការប្រើរបស់យើងមួយ API នេះទិន្នន័យរបស់វាគឺវាមានយកចេញពី DB មួយហ្នឹង database មួយហ្នឹងអញ្ចឹងនៅពេលដែលនេះវាមានអីនៅក្នុង DB ហ្នឹងអានេះក៏វាមានហ្នឹងដែរអាហ្នឹងហើយមួយទៀតខ្ញុំមានជាមួយនឹងប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃម្ដងទៀតកម្មវិធីទូរស័ព្ទដៃរបស់ YouTube ហ្នឹងក៏គាត់ប្រើប្រាស់ជាមួយនឹងទិន្នន័យមួយហ្នឹងដែរអញ្ចឹងគឺយើងយកវាដាក់ដូចគ្នាមកនេះពីរទិន្នន័យតែមួយទេឃើញអត់នេះម៉ាស៊ីនតែមួយទេឃើញអត់អញ្ចឹងអានេះក៏ដូចគ្នាមួយទៀតដែរសម្រាប់ admin ណាអញ្ចឹងគ្នាយើងដាក់កន្លែងហ្នឹង admin ដែរមកតង់ទៀតមកអញ្ចឹងមានន័យថាម៉េចមានថាទិន្នន័យទាំងអស់ហ្នឹងគឺរបស់ YouTube ហ្នឹងក៏គាត់ប្រើប្រាស់ជាមួយនឹងទិន្នន័យAPI តែមួយទេដូចជា YouTube Web ក៏ប្រើជាមួយនឹង API មួយហ្នឹងYouTube Phone ក៏ប្រើជាមួយនឹង API មួយហ្នឹងហើយសម្រាប់ admin dashboard ក៏គាត់ប្រើជាមួយនឹង API មួយហ្នឹងដែរនិយាយទៅ API គឺវាដូចគ្នាទិន្នន័យរបស់វាអញ្ចឹងឧទាហរណ៍ជាក់គ្នាយើងឧទាហរណ៍នៅពេលដែលគ្នាយើង upload វីដេអូមួយអញ្ចឹងខ្ញុំដាក់មកតង់ទៀតកន្លែងនេះគឺយើងធ្វើការ upload ជាមួយនឹងវីដេអូមួយនេះថាវីដេអូមួយ upload ចុះ upload one video គឺយើងធ្វើការ upload វីដេអូមួយនៅកន្លែងទូរស័ព្ទដៃហ្នឹងអញ្ចឹងអានេះគឺវានឹងឃើញតន័យអ្នកនរគ្នាដែរដំបូងគឺវាអត់ទាន់មានទេអានេះវា0វាអត់ទាន់មានណាតន័យក្នុងនេះគឺ0ទាំងអស់ខ្ញុំឧទាហរណ៍គ្នាយើងមើលគឺអត់ទាន់មានទេហើយនៅពេលដែលគ្នាយើងអានេះក៏វាអត់ទាន់មានដែរអានេះក៏អត់ទាន់មានដែរប៉ុន្តែនៅពេលដែលគ្នាយើងយកទូរស័ព្ទដៃគ្នាយើងហើយគ្នាយើងទៅផុសវីដេអូមួយនេះ upload វីដេអូមួយចូលក្នុងហ្នឹងអញ្ចឹងវាធ្វើការ response នេះគ្នាយើងធ្វើការ request ហើយ request ទៅកាន់ server នេះហើយនេះធ្វើការស្នើទៅក្នុង server មួយនេះហើយវាឆ្លងកាត់ទៅកាន់ DB មួយនេះដើម្បី store ទុកទិន្នន័យដល់គ្នានៅក្នុង database មួយហ្នឹងតាមរយៈ API អញ្ចឹង API ក៏វាកាត់ចេញពីភាសាមួយនេះFast API មួយនេះអញ្ចឹងគ្នាយើងអញ្ចឹងមានន័យថាម៉េចមានន័យថាគ្នាយើង upload វីដេអូមកវានឹងធ្វើការ store ទុកនៅក្នុង database មួយនេះ store ទុកគ្នាយើងគឺបានមួយវីដេអូហ្នឹងនេះអញ្ចឹងខ្ញុំ design ឲ្យគ្នាយើងមើលម្ដងទៀតមកអញ្ចឹងគ្នាយើងមានគេកន្លែងហ្នឹងគឺវា store
video ដែលយើងផុសមិញណា store one video អញ្ចឹងទៅចាំមានថានៅក្នុងហ្នឹងគឺមានមួយវីដេអូហើយមានមួយវីដេអូដោយសារអីគេដោយសារតែគ្នាយើង upload ពីកម្មវិធីទូរស័ព្ទដៃ YouTube មួយនេះអូខេអញ្ចឹងមានន័យថាម៉េចនៅពេលដែលគ្នាយើងទៅបើកទៅលើ web ម្ដងអានេះគ្នាយើងបើកទៅលើទូរស័ព្ទដៃគ្នាយើងនឹងឃើញវីដេអូហ្នឹងហើយប៉ុន្តែនៅពេលដែលគ្នាយើងចូលទៅក្នុង computer អ្នកនរគ្នាហើយអ្នកគ្នាបើកជាមួយនឹង website YouTube ចឹងនឹងគ្នាវាយថា YouTube មកគ្នាយើងចូលទៅមើលនៅក្នុងបងអ្នកនរគ្នានឹងឃើញជាមួយនឹងវីដេអូមួយហ្នឹងហើយវាដូចគ្នាអានេះក៏ដូចគ្នាវីដេអូដែលគ្នាយើង upload អានេះក៏ឃើញវីដេអូដែលគ្នាយើង upload ដែរចឹងគ្នាយើងអាចមើលបានអាចមើលទៅលើ YouTube ក៏បានមើលទៅលើទូរស័ព្ទដៃក៏បានដែរមូលហេតុដោយសារអីគេដោយសារតែគ្នាយើងនេះយក API ដូចអានេះដែរនេះចាអាហ្នឹង API មួយហ្នឹងគឺវាមានតំណែងដូចគ្នាគេញ៉ាត់ store មួយវីដេអូចឹងគ្នាយើងយកវាទៅប្រើទុកក៏វាបានមួយវីដេអូនៅលើហ្នឹងដែរវាចេញដូចគ្នាអានេះក៏ចាញ់អានេះក៏ចាញ់តំណែងគឺដូចគ្នាប៉ុន្តែនៅពេលដែលគ្នាយើងផុសវីដេអូអីដែលវាខុសគោលការណ៍ YouTube ត្រូវការ ban អ្នកនរគ្នាត្រូវការលុបរបស់អ្នកនរគ្នាចឹង YouTube វា upload លុបអ្នកនរគ្នាហ្នឹងនៅកន្លែងណានេះវាលុបតើអ្នកនរគ្នានៅកន្លែង YouTube admin មួយនេះអញ្ចឹងដោយសារអីគេដោយសារតែមូលហេតុដោយសារតែវាអាចលុបរបស់អ្នកនរគ្នាបានដោយសារអីគេដោយសារតែវាប្រើប្រាស់ជាមួយនឹងតំណែងតែមួយឃើញអត់ API តែមួយទេនេះអានេះពពួក API នេះ API អានេះក៏ API ដែរ API អានេះក៏ API គឺវាដូចគ្នាឃើញអត់គ្នាយើងឃើញ API វាដូចគ្នាអត់ API មកអញ្ចឹងមានន័យថាម៉េច API គឺវាដូចគ្នាទាំងអស់អា3ហ្នឹងឃើញអត់វាដូចតែគ្នាទេអញ្ចឹងសម្រាប់ admin មួយគឺវាមានលក្ខណៈពិសេសខុសគេត្រង់ថាវាអាច control ទៅលើ post អ្នកទាំងអស់គ្នាបានទាំងអស់មិនថាជាវីដេអូមិនថាជា channel ទេគឺវាអាច control បានទាំងអស់វាអាចគ្រប់គ្រងបងអ្នកទាំងអស់គ្នាបានវាចង់លុបពេលណាក៏បានដែរអាហ្នឹងណាចាំបើសិនជាយើង post វីដេអូណាមួយដែលខុសគោលការណ៍របស់ Facebook post រូបភាពមិនល្អអីចឹងទៅ post វីដេអូមិនល្អអញ្ចឹង Facebook នឹងឃើញកន្លែងហ្នឹងហើយអញ្ចឹង Facebook នឹងធ្វើគេនឹងលុបវីដេអូអ្នកនរគ្នាចេញពីទូរស័ព្ទដៃអ្នកនរគ្នាយកមកចេញពីអត្តន័យនៅក្នុង API មួយនេះគឺបាត់របស់អ្នកនរគ្នាបងអាហ្នឹងគឺបែបហ្នឹងអញ្ចឹងគ្នាយើងមកឆ្ងល់ទេថាហេតុអីបានជា Facebook វាអាចលុបវីដេអូរបស់យើងបានហើយយើងអាច upload វីដេអូទៅនៅលើ web ក៏ឃើញនៅលើទូរស័ព្ទដៃក៏ឃើញអញ្ចឹងមូលហេតុគឺវាអត់មានអីទេគ្នាគឺគេប្រើប្រាស់ជាមួយនឹងអត្តន័យ API មួយហ្នឹងអញ្ចឹងគេយកអត្តន័យ API ដែលមាននៅក្នុងហ្នឹងគឺយកទៅដាក់ចូលទៅក្នុងទូរស័ព្ទដៃហើយចូលទៅក្នុង website ផងអញ្ចឹងវាមាន2គឺយើងឃើញអត់យ៉ាអញ្ចឹងតំណែងរបស់គ្នាយើងដែលរត់លើហ្នឹងគឺវាដូចគ្នាដោយសារតែគេប្រើប្រាស់ជាមួយនឹងតំណែងតែមួយគឺ API តែមួយហើយសម្រាប់ admin ដែលគេអាចលុបអ្នកនរគ្នាបានក៏គេប្រើជាមួយនឹង API តែមួយដែរអាហ្នឹងបើយើងនិយាយរួមទៅឲ្យខ្លីគឺវាបែបហ្នឹងអញ្ចឹងមូលហេតុដែលយើងរៀនជាមួយនឹង file API ដើម្បីធ្វើ API គឺយើងរៀនវាធ្វើបែបហ្នឹងដើម្បីបែងចែកវាឲ្យដាច់ដោយឡែកពីគ្នាអត់ឲ្យវាចូលទៅក្នុងតែមួយ web ទេគឺយើងបែងចែកវាដាច់ពីគ្នាមិនថាដូចជាសម្រាប់ website YouTube ហ្នឹងសម្រាប់ user គាត់មើលទៅឃើញរូបរាងបែបនេះហើយទូរស័ព្ទដៃគាត់មើលមកឃើញបែបនេះហើយ admin ក៏គាត់បានរបស់គាត់ទេនិយាយទៅ3បច្ចេកហ្នឹងគឺយើងបង្កើតផ្សេងគ្នាទាំងអស់អាហ្នឹងណាប៉ុន្តែបើសិនជាយើងធ្វើទាំង4ហ្នឹងឧទាហរណ៍4នេះគឺយើងចង់ធ្វើទាំង4អញ្ចឹងមកយើងសរុបមកវិញគឺកន្លែងនេះគឺគ្នាយើងត្រូវការមានគេមួយទៀតឥឡូវខ្ញុំសូមធ្វើការគូសអានេះមកតង់ទៀតខ្ញុំដាក់អានេះមកតង់ទៀតអញ្ចឹងទី1ដែលគ្នាយើងត្រូវបៀនោះគឺ website YouTube for website website YouTube web តែ for user user មានថាយើងនេះទាំងអស់គ្នាហ្នឹងដែលចូលទៅក្នុង Google Chrome ទៅបើពីថា YouTube ទៅគឺយើងចូលទៅក្នុង web បានអាហ្នឹងមកបច្ចេកផ្សេងមួយបច្ចេកឥឡូវបច្ចេកទី2ដែលគ្នាយើងធ្វើនោះគឺ YouTube mobile YouTube mobile ម្ដងអូខេតែ user ដូចគ្នាអញ្ចឹងកន្លែងហ្នឹងគឺមានថាគ្នាយើងត្រូវបង្កើតមកបច្ចេកទៀតគឺ YouTube mobile ប៉ុន្តែលុះត្រាតែគ្នាយើងទៅរៀនខាងបង្កើតទូរស័ព្ទដៃទៅគ្នាយើងអាចបង្កើតជាមួយនឹង YouTube mobile បានហើយអូខេហើយមកតង់ទៀតដែលគ្នាយើងទៅធ្វើហ្នឹងគឺ YouTube admin admin មានថាសម្រាប់តែក្រុមហ៊ុន YouTube ទេដែលគាត់អាច control ទៅលើអ្នកនរគ្នាបានទៅលើ dashboard មួយហ្នឹងអាច update delete វីដេអូអ្នកនរគ្នាបានដល់តាមតែចិត្តគេទេអាហ្នឹងណាហើយទី4នោះគឺគ្នាយើងត្រូវការបៀជាមួយនឹង back end API បូកជាមួយនឹង DB អញ្ចឹងមុនទៅពេលដែលយើងបៀ API បានលុះត្រាតែយើងមានជាមួយនឹង database ទៀតបើយើងអាចបៀបានណាអញ្ចឹងបើយើងសរុបទៅគឺយើងបៀ4បច្ចេកដាច់ដោយឡែកពីគ្នាអាចបៀមួយចូលគ្នាទាំងអស់ទេអានេះគឺមួយបច្ចេកផ្សេងមកបច្ចេកផ្សេងអានេះមកបច្ចេកផ្សេងទៀតអានេះមកបច្ចេកផ្សេងទៀតអានេះមកបច្ចេកផ្សេងទៀតអញ្ចឹងមកសរុបមកនៅពេលដែលគ្នាយើងបានមក web នឹងមួយគឺយើងប្រើប្រាស់ជាមួយនឹង4បច្ចេកផ្សេងគ្នាយើងប្រើ4បច្ចេកផ្សេងគ្នាហើយគ្នាយើងត្រូវបង្កើតវាម្ដងមួយរហូតដោយសារតែគេគឺយើងប្រើប្រាស់វាអត់ឲ្យចូលគ្នាទេដូចថា
website user នេះកន្លែងនេះអញ្ចឹងបើសិនជាគេ slash តែ admin ពងវាអាចចូលទៅដល់ admin login របស់គេគឺយើងអត់ធ្វើអញ្ចឹងទេគឺយើងធ្វើការបង្កើតផ្សេងៗគ្នាទាំងអស់កន្លែងហ្នឹងអញ្ចឹងបើសរុបឲ្យរួមមកគឺយើងត្រូវបង្កើតចំនួន4បច្ចេកផ្សេងគ្នាបើសិនជាយើងមានជាមួយនឹង mobile user មួយទៀតគឺយើងបង្កើតបែបហ្នឹងហើយ back end របស់ហើយតន័យរបស់យើងគឺយើង fix តាម API តែមួយទេអាហ្នឹងនិយាយបើរួមទៅគឺយើង design មកតទៀតមកគឺទាំងអស់ហ្នឹងគឺយើងប្រើប្រាស់ជាមួយនឹង API ដូចគ្នាបើយើងនិយាយនេះយើងដាក់មក API រួមទេកន្លែងហ្នឹងឥឡូវខ្ញុំធ្វើការ space មក API អូខេអញ្ចឹងមានថាអាហ្នឹងគឺវាប្រើ API តែមួយទេតន័យទាំងអស់ហ្នឹងគឺវានេះអា4បច្ចេកហ្នឹងគឺប្រើ API តែមួយទេអានេះប៉ុន្តែអានេះឲ្យពាក់ព័ន្ធនេះគឺអា back end នេះតែ3នេះទេដែលវាប្រើជាមួយនឹង API តែមួយអញ្ចឹង API ហ្នឹងតែមួយហ្នឹងដោយសារអីគេឥឡូវខ្ញុំសុំលុបអានេះចោលហើយខ្ញុំធ្វើការ space អានេះទៅដល់កន្លែងនេះមកផាសវាចូលវិញមកគឺបានហើយអូខេអូខេអញ្ចឹងមកអញ្ចឹងអា3នេះគេ YouTube web user យកកុំប្រើជាមួយនឹង API មួយហ្នឹងYouTube mobile user ក៏ប្រើជាមួយនឹង API មួយហ្នឹងYouTube admin ក៏វាប្រើជាមួយនឹង API មួយហ្នឹងដែរប៉ុន្តែបើអានេះគឺសម្រាប់ធ្វើ API ទេគឺយើងនិយាយផ្សេងទៅអាហ្នឹងណាឥឡូវបើសរុបមកគឺវាបែបហ្នឹងគ្នាយើងអញ្ចឹងគ្នាយើងមិនបាច់ឆ្ងល់ទៀតទេថា YouTube ហេតុអីមិនសិនជាគ្នាយើងមើលទៅលើទូរស័ព្ទដៃវាចេញទិន្នន័យបែបហ្នឹងចេញវីដេអូអ្នកនរគ្នាដែលផុសលើទូរស័ព្ទដៃប៉ុន្តែអ្នកគ្នាទៅមើលលើ web ក៏ចេញវីដេអូអ្នកនរគ្នាដែរអញ្ចឹងមូលហេតុគឺវាដោយសារបែបហ្នឹងគឺយើងយកវាទៅដាក់ក្នុង API ដោយ API វាគឺដូចគ្នាទាំងអស់អាហ្នឹងគឺបែបហ្នឹងគ្នាយើងអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បញ្ចូលគ្នាយើងអំពីដំណើរការនៃ API ហេតុអ្វីបានជាទិន្នន័យរបស់វាដូចគ្នាបែបហ្នឹងអូខេអញ្ចឹងចាំជួបខ្ញុំនៅវីដេអូក្រោយទៀត